មូលហេតុដែលនាំឲ្យលើសសម្ពាធឈាមឬឡើងឈាមមាន8ចំណុចចំណុចទី1តេតិនទៅនឹងដំណពូជជាមួយនឹងប្រវត្តិគ្រួសាររបស់គាត់ដែលធ្លាប់មានឪពុកម្ដាយលើសសម្ពាធឈាមចំណុចទី2តេតិនទៅនឹងអាយុរបស់គាត់ច្រើនឬក៏គាត់មានវ័យចាស់ជរាដែលនាំឲ្យសម្ពាធឈាមគាត់ឡើងដោយសារតែសរសៃឈាមរបស់គាត់នឹងគឺរឹងឡើងរឹងចំណុចទី3តេតិនទៅនឹងអាហារដែលសម្បូរទៅដោយសូដ្យូមខ្ពស់និងជាតិខ្លាញ់ដែលនាំឲ្យសម្ពាធឈាមនឹងឡើងផងដែរចំណុចទី4តេតិនទៅនឹងការមិនសូវហាត់ប្រាណបានន័យថាសកម្មភាពរស់នៅប្រចាំថ្ងៃរបស់គាត់នឹងមិនសូវជាមានសកម្មភាពអត់សូវហាត់ប្រាណអត់សូវធ្វើសកម្មភាពដែលនាំឲ្យសុខភាពបេះដូងរបស់គាត់នឹងចុះខ្សោយនិយាយជារួមក្នុងចំណុចទី4បានន័យថាគាត់អត់សូវធ្វើ exercise លំហាត់ប្រាណហើយការលំហាត់ប្រាណគឺទៅតាមវ័យទៅតាមសុខភាពដែរអញ្ចឹងចំណុចទី4កាលណាយើងមិនសូវហាត់ប្រាណមិនសូវមានទម្លាប់ល្អក្នុងការហាត់ប្រាណធ្វើសកម្មភាពក្នុងការរស់នៅដែលនាំឲ្យលើសសម្ពាធឈាមដែលនាំឲ្យសុខភាពបេះដូងនឹងគឺចុះអន់ថយដែរចំណុចទី5និយាយអំពីអ្នកដែលធាត់លើសទម្ងន់កាលណាធាត់នឹងលើសទម្ងន់ខ្លាំងវាធ្វើឲ្យមានរងនៅសម្ពាធទៅលើសរសៃឈាមនិងបេះដូងដែលជាហេតុនាំឲ្យលើសសម្ពាធឈាមដែរចំណុចទី6និយាយអំពីក្រុមមនុស្សដែលឧស្សាហ៍ឬក៏ចូលចិត្តជក់បារីនិងផឹកស្រាដែលជាហេតុនាំឲ្យមានការខូចខាតនៅសរសៃឈាមដែលនាំឲ្យឡើងសម្ពាធឈាមដែរចំណុចទី7តេតិនទៅនឹងអារម្មណ៍ផ្លូវអារម្មណ៍បានន័យថាគាត់ stress រឿងការងារ stress រឿងផ្សេងដែលគាត់គិតច្រើនរ៉ាំរ៉ៃក៏ជាហេតុនាំឲ្យលើសសម្ពាធឈាមដែរពីព្រោះstress នេះវានាំឲ្យយើងសម្រាកអត់គ្រប់គ្រាន់ឬក៏សម្រាកអត់លក់អញ្ចឹងវាធ្វើឲ្យខួរក្បាលយើងក៏មិនបានសម្រាករាងកាយរបស់យើងក៏អត់បានសម្រាកក៏ជាហេតុនាំឲ្យឡើងសម្ពាធឈាមចំណុចទី8ចុងក្រោយវាជាលក្ខខណ្ឌទៅជំងឺរ៉ាំរ៉ៃប្រចាំកាយរបស់ពួកគាត់ដែលមានជំងឺប្រចាំកាយអ្នកដែលមានទឹកនោមផ្អែមអ្នកដែលមានជំងឺតម្រងនោមជាដើមដែលជាហេតុនាំឲ្យមានជំងឺលើសឈាមបន្តបន្សំ